បងប្អូនដែលជាអ្នកចិញ្ចឹមគោតាមជនបទឬក៏ស្រុកស្រែឬច្រើនគាត់ឧស្សាហ៍ព្យាយាមមកបងប្អូនពេលព្រឹកធ្វើការងារផ្សេងពេលថ្ងៃឆ្លៀតយកគោមកចាំឬមកមើលឬក៏ចងឲ្យស៊ីស្មៅចងហើយក៏វិលត្រឡប់ទៅរកធ្វើការងារផ្សេងទៀតអញ្ចឹងជីវិតអ្នកស្រុកស្រែចម្ការបើយើងគិតឲ្យដល់គឺមួយចំនួនគឺគាត់ពិតជាតស៊ូស្វះស្វែងណាព្រោះអីដើម្បីកាពះទាំងអស់គ្នាអញ្ចឹងជាក់ស្ដែងអ្នកខ្លះបងប្អូនខ្លះគាត់មានកូនពេលដែលទំនេរពីរៀនកូនទៅជួយមើលជួយថែគោដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសាររបស់គាត់ហើយជាទូទៅអ្នកស្រែចម្ការរបរគាត់មិនមានច្រើនទេមានតែធ្វើស្រែចម្ការហើយនឹងចិញ្ចឹមសត្វតែប៉ុណ្ណឹងអញ្ចឹងចប់ពីការងារធ្វើស្រែធ្វើចការគឺមានតែគោនឹងហើយជាប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារនីមួយៗនៅតាមជនបទចុះបើបងប្អូនមិនចាប់ផ្ដើមចិញ្ចឹមមិនមានមុខរបរបន្ថែមដូចជាការចិញ្ចឹមគោទេតើបងប្អូនរំពឹងអីអញ្ចឹងណាបងប្អូននេះខ្ញុំនិយាយទាំងអស់នេះមិនមែនទៅវាបហាបងប្អូនណាទេគ្រាន់តែថាអ្វីដែលយើងអាចធ្វើបានគឺមានតែប្រឹងបន្ថែមនៅមុខរបរដែលយើងអាចរកចំណូលផ្គត់ផ្គង់គ្រួសារយើងបានពេលដែលយើងលំបាកវិធានាតោកយ៉ាកបងប្អូនត្រូវដឹងថាគ្មានអ្នកណាជួយយើងបានក្រៅពីខ្លួនយើងទេអញ្ចឹងមានតែយើងខ្លួនយើងទេដែលអាចជួយខ្លួនឯងបានមុននឹងស្រែករកទេវតាជួយបងប្អូនត្រូវចេះជួយខ្លួនឯងសិនមុននឹងគេជួយយើងត្រូវចេះជួយខ្លួនឯងសិនអញ្ចឹងណាបងប្អូនធម្មជាតិគឺវាត្រូវតែអញ្ចឹងបើយើងមិនចេះជួយខ្លួនឯងសិនទេគេអត់ជួយយើងទេអញ្ចឹងដូចខ្ញុំលើកឡើងខាងលើមកអញ្ចឹងបើមុននឹងស្រែករកទេវតាជួយត្រូវតែចេះជួយខ្លួនឯងសិនមិនខុសអីពីសម័យព្រះដែលយើងធ្លាប់មើលរឿងព្រេងបងប្អូនខ្ញុំលើកឧទាហរណ៍លើកបើកកំពង់កញ្ចក់តិចចុះព្រះអង្គក៏ប្រោះតែមនុស្សណាដែលមាននិស្ស័យជាមួយនឹងព្រះអង្គដែរតែបើអត់មាននិស្ស័យព្រះអង្គក៏ប្រោះមិនកើតដែរអញ្ចឹងយើងប្រៀបធៀបឲ្យសាមញ្ញទៅវិញថាគេជួយយើងលុះត្រាតែយើងនឹងវាកើតដែរបងប្អូនវាចំណង់ដែរចង់មានចង់បានដែរណាយើងចេះជួយខ្លួនឯងដែរអត់អញ្ចឹងណាបងប្អូនហ្នឹងគឺគេព្រមជួយយើងអញ្ចឹងហើយសរុបជារួមមកវិញការងារមុខរបរអ្វីសិតតែមានឲ្យតែមានចំណូលកុំខ្លាចខ្មាស់គេកុំខ្លាចអន់កុំខ្លាចគេដៀលថាអ្នកស្រែកុំខ្លាចគេដៀលថាអ្នកក្រត្រូវតែប្រឹងបន្ថែមប្រាក់ចំណូលដើម្បីតែជីវភាពគ្រួសាររបស់យើងយ៉ាងហោចណាស់យើងមិនមានមិនបានក៏យើងមិនខ្វះព្រឹកព្រលឹមទេបងប្អូនដោយសារតែយើងការខិតខំប្រឹងប្រែងយើងកុំខ្ជិលច្រអូសពាក្យថាបើយើងខ្ជិលច្រអូសអានោះក៏គេលិតតលែងជួយយើងបានទៀតដែរអាហ្នឹងបងប្អូនអញ្ចឹងណាអញ្ចឹងមុខរបរទាំងអស់នោះសិតតែមានភាពថ្លៃថ្នូរទាំងអស់មិនមែនថោកទាបបើថាយើងអន់ខ្លាចថោកទាបមានតែយើងអ្នកដើរសំទៀនគេលួចប្លន់គេអានោះបានវាអន់វាថោកទាបតែនេះជាមុខរបររបស់យើងអ្នកណាគេថាអីថាទៅធ្វើយ៉ាងម៉េចបើយើងជាអ្នកស្រែអ្នកចការមែនយើងជាអ្នកចិញ្ចឹមគោយើងអ្នកធ្វើស្រែធ្វើចការមែនអញ្ចឹងឲ្យតែបានលុយកុំខ្វល់ពីអ្នកនិយាយអញ្ចឹងសម័យនេះបងប្អូនត្រូវដឹងថាយើងទៅលាដៃសមគេមិនមែនជារឿងងាយទេពេលខ្លះគេឲ្យហើយគេប្រាប់ពីរបៀបចាយយើងទៀតមនុស្សមួយចំនួនណាបងប្អូនឲ្យលុយគេហើយខ្ចីលុយគេហើយគេប្រាប់ពីរបៀបចាយទៀតអញ្ចឹងមានន័យថាគេមើលងាយសមត្ថភាពយើងអញ្ចឹងយើងកុំទៅដើរផ្លូវនោះអីបើមានមុខរបរមានប្រាក់ចំណូលហើយព្យាយាមប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសាររបស់យើងឲ្យវាមានជីវភាពទូធាមិនបានមានដូចគេក៏យើងបានរស់ស្រួលមកជុំផ្គត់ផ្គង់កូនចៅរៀនឲ្យបានខ្ពស់ឲ្យមានចំណេះដឹងល្អចាកឆ្ងាយពីភាពល្ងងខ្លៅនោះគាត់នឹងជួយខ្លួនឯងបានថ្ងៃមុខ